ទាំងអស់គ្នាខ្ញុំមាន Wall Collector មកគ្រាប់នៅក្នុង stock សម្រាប់លក់ឥឡូវនេះខ្ញុំចូលមក review account ហ្នឹងឲ្យអ្នកនរគ្នាមើលបងទៅសម្រាប់ Wall Collector account ហ្នឹងគឺមាន 31,000 point ជាងហើយ skin សរុបនៅក្នុង account ហ្នឹង 640 skin គ្នាយើងសម្រាប់ Legend skin គឺមាន6គ្រាប់ហើយសម្រាប់តម្លៃពេញនៅក្នុង account ហ្នឹងវិញគឺ290បញ្ជាតម្លៃនេះគឺជាតម្លៃដាច់គ្នាយើងអញ្ចឹងយើងទៅមើល skin ផ្សេងៗនៅក្នុង account ហ្នឹងសម្រាប់ skin event វិញគឺមាន27គ្រាប់ហើយ Legend 6គ្រាប់ skin event ដូចជាមាន KS skin MM skin EXP នេះ skin Mike Gojo Metro Zero skin Naruto Transformer ក៏មានច្រើនដែរហើយ skin Aspirant Fanny 11 Gusen ហ្នឹងគ្នាយើងនិយាយទៅសម្រាប់ skin hero យើងមិនបាច់រៀបរាប់ច្រើនទេគ្នាយើងអាចមើលទៅស្គាល់ថា skin អីហ្នឹងអញ្ចឹងគ្នាយើងអាចមើលតាមនឹងបានខ្ញុំ show ឲ្យមើលទាំងអស់ហើយសម្រាប់ skin collector វិញដូចជាមាន10គ្រាប់គ្នាយើង collector មានដូចជា Balmon Yisunsin Gusen Pasai ហ្នឹងហើយនេះ Harat Kufra Yusong Novari អីហ្នឹងគ្នាយើងហើយបើសម្រាប់ skin epic ជាមួយនឹង skin sword ផ្សេងៗអីគឺមានរហូតដល់81គ្រាប់នេះអ្នកនរគ្នាអាចមើលបានមាន Zodek Amacy អីនៅក្នុងហ្នឹងទាំងអស់ហើយសម្រាប់ skin នេះវិញគឺមានតែ special starlight elite អីហ្នឹងទេអញ្ចឹងយើងធ្វើការ show ឲ្យអ្នកនរគ្នាមើលឲ្យអស់តែហ្មងទៅហើយសម្រាប់ win rate នៅក្នុង account ហ្នឹងគឺដូចជាអន់តែ Gusen មួយទេអ្នកនរគ្នាក្រៅពីហ្នឹងគឺ50ឡើងទាំងអស់ហើយដូចនិយាយចឹង account នេះអត់មានប្រកាន់ role MM make អីទេគឺម្ចាស់មុនគាត់លេងគ្រប់ hero ទាំងអស់ដល់ពេលអញ្ចឹង win rate hero MM EXP អីគឺវាមកជាន់គ្នាទាំងអស់ប៉ុន្តែមិនតិចទេអញ្ចឹងក្រៅពី win rate យើងទៅមើល recall ម្ដងសម្រាប់ recall epic ដូចជាមាន4គ្រាប់នៅក្នុង account នេះអ្នកនរគ្នាឥឡូវយើងឲ្យមើលសិនrecall epic ពណ៌ក្រហម recall epic ពណ៌ខៀវហើយមិញហ្នឹង recall team liquid អា recall សាច់ដុំហ្នឹងគឺយើងមានដាច់ហ្មងហើយនឹង recall recall ដូចជាមានតែ epic 3គ្រាប់ឯគ្នាយើងនេះ epic ចុងក្រោយនេះមួយទៀតហើយ recall ផ្សេងទៀតគ្នាយើងអាចមើលតាមហ្នឹងបានអញ្ចឹងតម្លៃគឺបានបញ្ជាឲ្យគ្នាយើងគឺ290តម្លៃដាច់ហ្នឹងបាច់តទេចឹងបើចង់បានអាច inbox មកខ្ញុំបានហើយបន្ថែមប្រាប់អ្នកទាំងអស់គ្នាបន្តិចទៀតនេះសម្រាប់កាតបបលអីផ្សេងៗនេះគឺវាមានតាមហ្នឹងអ្នកទាំងអស់គ្នាអាចមើលបានកាត Aurora Crystal នេះគឺមាន 74,000 តែប៉ុណ្្នឹងទេគ្នាយើងបើចង់បាន inbox មក